ជាបឋមខ្ញុំសូមជម្រាបសួរអាដាមសុតកឹមកុលមុនីបាទសូមជម្រាបសួរបាទអរគុណអាដាមដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃផ្ដល់នៅកិច្ចសម្ភារដល់វិទ្យុបារាំងអន្តរជាតិ AFE យើងខ្ញុំនៅថ្ងៃនេះអាដាមតាមការលើកឡើងពីបណ្ដាខេត្តមួយចំនួនជាពិសេសខេត្តក្រុងស្ថិតនៅតាមដងទន្លេមេគង្គបាទនិងទន្លេសាបឲ្យដឹងថាខេត្តក្រុងទាំងនោះប្រឈមនឹងការគំរាមកំហែងពីទឹកជំនន់នៅឆ្នាំនេះតើអាដាមសុតកឹមកុលមុនីអាចបញ្ជាក់បានទេថាមកទល់ពេលនេះស្ថានភាពទឹកជំនន់បង្កការគំរាមកំហែងយ៉ាងណាបាទសូមជម្រាបជូនថាដោយសារការរងឥទ្ធិពលនៃព្យុះក្នុងតំបន់បានមានឥទ្ធិពលមកដល់ប្រទេសកម្ពុជាយើងធ្វើឲ្យមានភ្លៀងធ្លាក់ពីបង្គោលទៅច្រើនទៅតាមតំបន់និងខេត្តមួយចំនួនស្ទើរទូទាំងប្រទេសហើយបញ្ហាភ្លៀងនេះបានបង្កទៅជាចំនួនទឹកភ្លៀងនៅខេត្តមួយចំនួនដែលយើងទទួលបានមកដល់ថ្ងៃទី2ខែតុលានេះគឺមានខេត្តចំនួន11ដែលទទួលរងផលប៉ះពាល់ពីចំនួនទឹកភ្លៀងនេះបាទអាយដាមអាចបញ្ជាក់បន្ថែមបានទេថាខេត្តក្រុងណាខ្លះប្រឈមនឹងការជន់លិចនោះបាទខេត្ត11នោះរួមមានខេត្តរតនគិរីស្ទឹងត្រែងកាចេះព្រៃវែងកំពង់ធំសៀមរាបមណ្ឌលគិរីមន្ទីរមានជ័យត្បូងឃ្មុំមណ្ឌលមានជ័យនិងខេត្តព្រះវិហារបាទអាដាមមកទល់ពេលនេះតើមានពលរដ្ឋខ្មែររងគ្រោះដល់ជីវិតប្រមាណអ្នកនឹងខូចខាតផ្ទះសម្បែងផលដំណាំដូចជាស្រូវអីជាដើមហ្នឹងយ៉ាងណាដែរអាដាមដោយសារទឹកជំនន់នោះបាទតាមទិន្នន័យបឋមដែលយើងទទួលបានពីគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តគឺប៉ះពាល់ទៅលើមូលដ្ឋានក្រុងស្រុកចំនួន46ស្មើនឹងដែលមានប្រជាជនចំនួន35,651គ្រួសារហើយក៏មានការប៉ះពាល់ផ្ទះចំនួនជាង27,000 ខ្នងហើយក៏មានការជន្លៀសប្រជាជនទៅទីទួលសុវត្ថិភាពចំនួនជាង 2,000 គ្រួសារផងដែរហើយជាមួយនេះធ្វើឲ្យប៉ះពាល់ស្រូវជាង 16,000 ហិកតាហើយខូចខាតជាង 600 ហិកតាបាទនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី26កញ្ញាកន្លងទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានស្នើឲ្យគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយតាមដានឲ្យបានដិតដល់ចំពោះស្ថានភាពទឹកជំនន់ដោយលោកប្រកាសថាឆ្នាំនេះនឹងមានទឹកជំនន់ធំដូច្នេះគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយបានត្រៀមលក្ខណៈយ៉ាងណាហើយអាដាមសុតកឹមកុលមុនីបាទគ្រប់ឆ្លើយតបនឹងប្រសាសន៍ណែនាំរបស់ពងពោះរបស់សម្ដេចមហាបពិបតីហ៊ុនម៉ាណែតទាក់ទងនឹងស្ថានភាពទឹកជំនន់ក្នុងឆ្នាំ2025នេះគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលជាស្នាធិការឲ្យរាជរដ្ឋាភិបាលលើការងារគ្រប់គ្រងគ្រោះមហន្តរាយបានយកចិត្តទុកដាក់និងត្រៀមលក្ខណៈសំខាន់ទៅលើហេដ្ឋារចនាយន្តការរបស់ការគ្រប់គ្រងគ្រោះមហន្តរាយមានកិច្ចខែការឋានគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយរៀបចំកម្លាំងមធ្យោបាយប្រចាំការតាមដានសភាពការនិងត្រៀមចេញដឹកនាំសម្រាប់សម្រួលក្នុងប្រតិបត្តិការអន្តរាគមន៍សង្គ្រោះប្រជាជនហើយមានផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះបន្ទាន់ថ្នាក់ជាតិថ្នាក់រាជធានីខេត្តហើយនឹងចេញសេចក្តីណែនាំផ្សព្វផ្សាយដល់លេខាកាឋានគ្រប់គ្រងគ្រោះមហន្តរាយតាមបណ្ដារាជធានីខេត្តដែលងាយរងគ្រោះទៅធ្វើការតាមដានជាប់ជាប្រចាំអំពីស្ថានភាពទឹកភ្លៀងទឹកទន្លេដែលអាចបង្កជាចំនួនទឹកភ្លៀងក៏ដូចជាចំនួនទន្លេទៅតាមភូមិសាស្ត្រនីមួយៗដើម្បីត្រៀមធ្វើការអន្តរាគមន៍សង្គ្រោះនិងជលិះប្រជាជនរងគ្រោះទៅទីទួលសុវត្ថិភាពដែលបានកំណត់ទុកនិងផ្សព្វផ្សាយប្រជាជនទៅទុកដាក់តាមដានសភាពការនិងមានការប្រុងប្រយ័ត្នដោយឡែកតើការត្រៀមលក្ខណៈទប់ទល់នឹងទឹកជំនន់នេះមានការចូលរួមពីអង្គភាពកងកម្លាំងប្រដាប់អាវុធដែរទេឬយ៉ាងណាអាយដាមជាមួយនេះដែរគឺខាងលេខាកាឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងការពារជាតិកងរាជអាវុធហត្ថកងប្រតិបត្តិការរុករកសង្គ្រោះទាំង16កងដែលបានរៀបរយហើយនោះក៏បានត្រៀមលក្ខណៈជាស្រេចនៅតាមភូមិសាស្ត្រឈរជើងទាំងកម្លាំងសម្ភារៈសង្គ្រោះបច្ចុប្បន្នដឹកជញ្ជូនចម្រោកចល័តក្រុមគ្រូពេទ្យនិងថ្នាំពេទ្យសម្រាប់ការជួយអន្តរាគមន៍សង្គ្រោះបន្ទាន់ពេលមានហេតុការណ៍ទឹកជំនន់កើតឡើងជាយថាហេតុហើយជាមួយនេះដែរអគ្គមេបញ្ជាការកងទ័ពជើងគោក
បានដាក់ចេញនៅបទបញ្ជាស្តីពីការប្រើប្រាស់កម្លាំងអន្តរាគមន៍ពេលមានគ្រោះមហន្តរាយ ជាចំណុចសំខាន់ដែរការត្រៀមឆ្លើយតបស្បៀងនឹងក្របពូជដើម្បីជួយទៅដល់ពលរដ្ឋនិងកសិកររងគ្រោះអំឡុងពេលនៃទឹកជំនន់និងការថយទៅវិញនៃទឹកជំនន់តើគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយបានត្រៀមលក្ខណៈយ៉ាងណាដែរចំណុចនេះឯកឧត្តមបាទ បីមានប្រព័ន្ធស្បៀងបម្រុងកម្ពុជារបស់រដ្ឋាភិបាលបានត្រៀមនៅសន្និធិស្បៀងបម្រុងក៏ដូចជាសន្និធិជាក្របពូជដើម្បីឆ្លើយតបអន្តរាគមន៍និងស្ដារឡើងវិញហើយជាមួយនេះក៏នៅតាមយើងបានរៀបចំទីទួលសុវត្ថិភាពពិនិត្យនិងតាមដានរៀបចំទីទួលសុវត្ថិភាពឡើងវិញទៅតាមលក្ខណៈស្តង់ដារឬក៏លក្ខណៈដែលអាចប្រើប្រាស់បាននៅពេលជួបបញ្ហាទឹកជំនន់ដើម្បីជម្រាបប្រជាជនទៅកាន់ទីទួលសុវត្ថិភាពទាំងអស់នោះជារួមយើងបានត្រៀមលក្ខណៈប្រើប្រាស់នៅកម្លាំងមធ្យោបាយសរុបទាំងអស់ដែលមានដើម្បីត្រៀមជួយអន្តរាគមន៍ឆ្លើយតបឲ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលាជាចុងក្រោយដោយអស់ពេលខ្ញុំសូមថ្លែងអំណរគុណដល់អាដាមសុតកឹម កុលម៉ានីជាថ្មីម្ដងទៀតដែលបានផ្ដល់នូវកិច្ចសម្ភាសន៍ដល់វិទ្យុបារាំង AFE សូមជម្រាបអស់លោកអ្នកស្ដាប់ថាអាដាមសុតកឹម កុលម៉ានីគឺជាអ្នកនាំពាក្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបាទខ្ញុំសូមអរគុណនិងជម្រាបលាអាដាមបាទសូមអរគុណ